Happy birthday ម៉ាក់យាយជូនពរឲ្យម៉ាក់យាយសុខភាពល្អអាយុវែងជាម្លប់កូនចៅ birthday លើកនេះគឺ birthday លើកទី80ឆ្នាំរបស់គាត់ហើយគិតទៅពេលវេលាពិតជាដើរលឿនខ្លាំងមែនទែនពីអ្នកមកឆ្នាំនេះគឺមានកាដូតិចតួចជូនគាត់ចឹងណាក៏ពិតទៅគាត់មិនចង់បានអីពីកូនក្មួយដូចខ្ញុំទេដោយសារគាត់ដឹងកូនក្មួយអត់ដែរចោលទេតិចតួចអីផ្កាម្តងអីក៏បានដែរឲ្យបានជូនគាត់រៀងរាល់ឆ្នាំអញ្ចឹងទៅតាមកម្លាំងរបស់យើងមានបានធូរធារដូចគេហ្នឹងគឺថាមិនដឹងថ្ងៃណាទេសំខាន់ពេលត្រឡប់មកផ្ទះវិញនេះម្ចាស់គ្រួមិនបានជូនផ្កាមកបាច់មកវិញទៀតដោយសារទទួលបានផ្កាច្រើនពេកហើយនេះសកម្មភាពខ្លះមុនពេលដែរកម្មវិធីឈានចូលមកដល់និយាយទៅរសារកម្មវិធីគេពេលល្ងាចដល់ពេលអញ្ចឹងគាត់ត្រូវធៀមខ្លួនធ្វើសក់ធ្វើអីហើយនៅពេលផឹកតែនឹងដែរខ្ញុំបានចំណាយពេលជាមួយគាត់ដើម្បីរំលឹកអនុស្សាវរីយ៍ខ្លះការនៅជាមួយគ្នាអញ្ចឹងឲ្យដឹងថ្ងៃអញ្ចឹងទៅសនុកខ្ញុំសេរីពីកន្លែងធ្វើការយើងដោដែលអស់ដោអីគេទៅថាទៅនឹងព្រលឹមឡើងគឺទៅឲ្យដល់តែមានណាល្មមដាក់កូនចូលសាលាចូលអីហើយនឹងម៉ោងឡើង10ជាងហើយបានទៅដល់គាត់បានទៅដល់ភ្លាមគឺគាត់បានហៅខ្ញុំហើយនឹងកញ្ញាច័ន្ទធូនឹងឲ្យទៅធ្វើសក់ធ្វើអីអញ្ចឹងណាសម្រាប់កម្មវិធីពេលល្ងាចទេដោយសារតែកម្មវិធីនៅផ្ទះគាត់នឹងហើយសិតថាបងប្អូនឯងអីអញ្ចឹងធ្វើធម្មតាទៅពេលចប់គាត់បានមកហៅទិញនំពុំនៅម្ដុំផ្សារអន្តរនេះញ៉ាំនិយាយទៅនំពុំហ្នឹងគាត់ថាគាត់ញ៉ាំមួយថ្ងៃឯងឡើងមួយហ្នឹងគេហ្នឹងឆ្ងាញ់របស់គេមែនហើយពេលចេញពីធ្វើសក់អីហើយគឺពួកយើងបាននាំគ្នាទៅយកមិត្តភ័ក្តិគាត់នៅម្ដុំផ្សារថ្មីពេលមកដល់ផ្ទះវិញគឺថាឃើញតែគាត់ឃើញអីគេមករៀបចំមានផ្កាឈូកមានអីហ្នឹងគឺនំគេសម្រាប់ខួបកណើតនឹងឯងដោយសារតែគេថាចាស់គេចង់បាននំខេកនំអីអញ្ចឹងណាមួយចាស់មិនចូលចិត្តមកប្រហែលជា3កំពុងថាលោកៅអៅលអុយជាមួយគាត់ជួយរើកៅអៅរើអីអញ្ចឹងមិត្តភ័ក្តិគាត់បានមកដល់គាត់ថាឲ្យលោកៅអៅអីហើយគាត់មួយទឹកមួយអីទៅស្រាប់មានណាពេលដោះកៅអៅចេញភ្លាមមិត្តភ័ក្តិមកដល់ផ្លែតហ្មងនិយាយតផុតទៅគាត់ប្រាប់គេឲ្យមកដល់តាំងពីម៉ោង2កន្លះហើយដើម្បីឲ្យជជែកគ្នាបានយូរបន្តិចអញ្ចឹងណាព្រោះគាត់ចាស់អត់សូវដែរបានជួបគ្នាទេកម្មវិធីអីអញ្ចឹងឯងមានពេលណាចាស់រៀងខ្លួនទៅគេរវល់ជាមួយកូនជាមួយចៅគេដែរពេលនោះខ្ញុំបានរៀបចំនំអីខ្លះទុកទទួលចាស់ហើយដាក់ឲ្យគាត់ញ៉ាំបដានិយាយលេងគ្នាបដាអីចឹងទៅយកមករៀងលឿនបន្តិចម៉ោងប្រហែលជា3កន្លះចេញពីផ្ទះម៉ោង4អីទៅដល់សាលាមកល្មមនេះទស្សនវិជ្ជាពេលដែរខ្ញុំត្រឡប់មកពីយកមកវិញនិយាយទៅគឺថាគ្រប់ម្ចាស់រេស្តូរ៉ានអីគេមកអស់ហើយខាងកោដតខាងខាងបវរកាទៀវលោតអីអញ្ចឹងគឺមកអីក៏គេបានរៀបចំមួយរាល់ហើយដែរយកបានថតចាស់ពេលគាត់ជុំគ្នានិយាយលេងសើចសប្បាយនិយាយទៅគាត់បានជួបគ្នាម្ដងអូខ្លាំងមែនតើពេលអញ្ចឹងម្នាក់ណាឈឺអីដូចថារំសាយបាត់អស់ហើយទុកកង្វល់អីអញ្ចឹងណាបើនិយាយជួបគ្នានិយាយលេងរឿងសើចសប្បាយរំលឹកអនុស្សាវរីយ៍អីពីក្មេងៗមកសើចដល់កលពេលជាម៉ោង1អីបញ្ចប់កម្មវិធីគេនឹងនៅក្មេងៗបងអីនឹងគាត់នៅស៊ីផឹកជាងហមប្រហែលខ្ញុំវិញផាយជាថ្ងៃមិនទៅរៀនអត់បានគេអីឆ្អែតគេតាំងពីម៉ោង8 9បើនៅផ្ទះវិញម៉ោងឡើង10មិនចង់គេផងមកបានដេកនឹងគេថាចុះឡើងនិយាយគ្នាផងអីផងនឹងម៉ោងប្រហែលជា3បានស្ងាត់មាត់គ្រប់ហើយខ្ញុំឯងឆាប់អលឹកជាងគេក៏ងើបទៅរើមើលដាក់ដាំបាយកដៅស្លកដៅអីទៅនៅសពយប់នឹងគឺថាឡើងរាយពេញជាក្រានបាយហ្មងនិយាយទៅសិតតែឆ្នាំងស្លនឹងស្លអីខ្លះទេក្រោកមុនគេមកអស់ហ្មងបន្ទាប់មកគឺមកក្រៅពីនងគេបាក់បៀហៀក៏គូតអស់ហើយគេថាបាក់ហ្មងរត់ពីល្ងាចទៅហើយល្មមបានចូលគេងទៀតគឺថារៀងយប់យន្តទុនសរិយេដែរណាមកខោបាត់ម៉ែចាប់ផ្ដើមយំពេញហ្នឹងម្នាក់នាំគ្នាខោកទៅហើតុកដែរនៅសពពីយប់បន្តខ្ញុំវិញអត់មានបាននៅជួយអីច្រើនទេដោយសារតែបញ្ញាប់មកធ្វើការបញ្ញាប់យកមករៀនផងអញ្ចឹងបានតែកដៅស្លោដាក់ដាំបាយហូបចុកអីខ្លួនឯងរួចរាល់ហ្នឹងគឺថាតែមួយទឹកហើយនៅសក់ក្បាលក៏មិនបានសិតណាបញ្ញាប់ចេញមកគេរៀងលងជឿជាក់សំដីម៉ែដែរអត់សូវមានកាយយំត្អូញត្អែអីទេគ្រាន់ថាចិត្តដល់យ៉ាងគេធ្វើមុខជូរអញ្ចឹងណាជិះចិត្តដល់សាលានឹងកាន់តែមានអារម្មណ៍អស់សង្ឃឹមជារៀងរាល់ថ្ងៃហ្មងនឹងពេលណាអារម្មណ៍នឹងអាលីបាត់ឯនេះមកខ្ញុំ